នេះក្រូចកូនក្រូចថ្លុងណាខ្ញុំយកក្រូចមេឃក្រូចច័ន្ទទឹកឃ្មុំយកមកតនឥឡូវឃើញថាវាជាប់បានវែងល្អវាលាស់បានវែងល្អនេះកន្លែងខ្ញុំរុំវាឥឡូវយើងត្រូវស្រីថងចេញបើយើងមិនតជាមួយក្រូចថ្លុងទេវាអាយុអត់វែងណាព្រោះឲ្យក្រូចថ្លុងវាអាយុវាវែងឥឡូវយើងធ្វើការស្រាយថងចេញគឺថាវាជាប់នេះល្អណាបើយើងមិនតអញ្ចឹងក្រូចអស់ហ្នឹងវាអាយុវាអត់វែងឯងបានតែចាំ1ឆ្នាំ2ឆ្នាំហ្នឹងវាកើតរោគងាប់អស់ងាប់ចេះតិចដើមឯក្រូចហ្នឹងអញ្ចឹងតើយើងបង្កាត់ពូជវាយកមកតជាមួយដើមក្រូចថ្លុងណាអាហ្នឹងបានអាយុវាវែងអត់សូវមានជំងឺទេក្រូចឆ្មាអីហ្នឹងបើសិនជាយើងដាំត្រឹមបានរយៈពេលត្រឹម4-5 ឆ្នាំហ្នឹងងាប់បាត់ហើយខ្ញុំដាំ3 ឆ្នាំហើយងាប់យើងកើតរោគក្រូចឆ្មាក្រូចពោធិ៍សាត់អីហ្នឹងឃើញតែក្រូចថ្លុងមួយឯដែលវាអាយុវាវែងហើយវាអត់សូវមានជំងឺតែឥឡូវខ្ញុំកាត់មេឃក្រូចច័ន្ទទឹកឃ្មុំហ្នឹងអាក្រូចសបោតលឿងហ្នឹងយកមកតជាមួយនឹងក្រូចថ្លុងនេះឥឡូវវាចូលសាច់មួយនេះបើយើងអត់ធ្វើអញ្ចឹងទេអាយុវាខ្លីវាឆាប់មានជំងឺពួកក្រូចឆ្មាក្រូចពោធិ៍សាត់អីហ្នឹងនេះខ្ញុំត2ឥឡូវវាជាប់គ្នានឹង2នេះគេជាប់ណាចូលសាច់មួយដែរនេះព្រោះថាក្រូចថ្លុងវាអាយុវាវែងវាអត់សូវមានជំងឺជោគនេះក្រូចច័ន្ទទឹកឃ្មុំជាប់គ្នាល្អ